cho nên đó khi chúng là tha ta về tập hợp bắt chị chui ở dưới miền sọt đầu vườn lươn métឬក៏មកពីម្នាក់ហ្នឹងអើយសែនគេឬក៏ធម្មជាតិរបស់គេហ្នឹងគឺគេឆាប់ដោះវែងលឿនដោះខាដោះអីសក់របស់គេឆាប់ដោះពីធម្មជាតិមកហ្មងការពិតទៅចម្លើយមួយណាក៏ត្រូវដែរមូលហេតុអីបានខ្ញុំនិយាយអញ្ចឹងទី1ម្នាក់ហ្នឹងគាត់ពីកណ្ដាលមកឬក៏កតាគ្រួសាររបស់គាត់អាចថាកតាសែនណាគឺសិតតែអ្នកសក់ខាហើយសក់របស់គាត់គឺល្អនិយាយទៅគ្រួសារគាត់គឺសិតតែសក់ស្អាតអញ្ចឹងទៅអញ្ចឹងវាមានអីចម្លែកទេដែលសក់របស់គាត់ស្អាតដូចគ្រួសាររបស់គាត់អីអញ្ចឹងទៅហើយមួយទៀតកតាតតងជាមួយនឹងសុខភាពរបស់គាត់អញ្ចឹងបើកាលណាសុខភាពរបស់គាត់ល្អសុខភាពរបស់គាត់វាថាគាត់បានគេងគ្រប់គ្រាន់ញ៉ាំគ្រប់គ្រាន់ហើយគាត់អត់សូវមានបញ្ហាអីចឹងណាវាគាត់សុខចិត្តរហូតអីចឹងទៅរបបអាហាររបស់គាត់គឺញ៉ាំបានល្អសាហាត់ប្រាហាត់អីបន្ថែមគឺសក់របស់គាត់ដុសវែងលឿនដុសស្អាតនិយាយទៅវាអត់មានអីចម្លែកទេព្រោះដោយសារកត្តាសុខភាពរបស់គាត់គឺល្អហើយមួយទៀតតកតងជាមួយនឹងថាការប្រើប្រាស់ផលិតផលតើវាពិតជាអាចជួយឲ្យសក់របស់យើងនឹងវាដុសវែងលឿនវាព្យាបាលរាល់បញ្ហាសក់ខូចហើយសក់របស់យើងពិតជាស្អាតមែនអត់ការពិតចម្លើយហ្នឹងបើខ្ញុំនិយាយទៅគឺវា50-50អាចនិយាយថាផលិតផលក៏វាជួយមួយផ្នែកដែរប៉ុន្តែវាមិនមែនជួយបានទាំងស្រុងដោយអត់មានការចូលរួមពីខ្លួនយើងទេផលិតផលវាគ្រាន់តែជួយជំរុញយើងទេប៉ុន្តែកត្តាសំខាន់គឺយើងខ្លួនឯងហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាបើអ្នកទាំងអស់គ្នាចង់បានសក់ដុសវែងលឿនឬក៏បំបត្តិសក់ជ្រុះអីចឹងទៅហ្នឹងខ្ញុំឧទាហរណ៍ហើយណាអញ្ចឹងអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលពិបាកក្នុងការដុសសក់មែនតើសក់គឺអត់ងាយដុសទេហើយសក់របស់អ្នកទាំងអស់គ្នាជ្រុះមែនតើហើយកត្តាសំខាន់ហ្នឹងគឺដោយសារអ្នកទាំងអស់គ្នា stress ហើយអត់សូវបានញ៉ាំទឹកអ្នកទាំងអស់គ្នាឃើញគេផុសលក់ផលិតផលដែលធ្វើឲ្យសក់ហ្នឹងគឺបាត់ជ្រុះហើយដុសវែងលឿនអញ្ចឹងវាត្រូវជាមួយនឹងគោលដៅរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាទិញយកមកប្រើតែពេលដែលទិញយកមកប្រើភ្លាមណាមូលហេតុអីបានជាពេលអ្នកទាំងអស់គ្នាប្រើដបងណាអ្នកទាំងអស់គ្នាឃើញលទ្ធផលវាថាផ្លាយភ្លាមពេលដែលយើងប្រើហ្នឹងណាមូលហេតុគឺតកតងជាមួយនឹងផ្លូវចិត្តរបស់យើងកាលណាដែលយើងគិតថាចេះផលិតផលហ្នឹងប្រកាសជាអាចជួយសក់របស់យើងបានហើយបានយើងទិញមកអញ្ចឹងគ្រូក្បាលរបស់យើងវានឹងនាំសារប្រាប់យើងថាប្រើហ្នឹងទៅប្រកាសជាឃើញផលហើយគេប្រាប់ថា3ថ្ងៃទៅមួយអាទិត្យទេអញ្ចឹងក្នុងចិត្តយើងគឺវាគិតតែពីហ្នឹងគិតតែពីចម្លើយមួយហ្នឹងណាអញ្ចឹងពេលដែលយើងគិតរហូតគិតទៅក៏វាដូចជាអាចនិយាយថាដូចជាច្បាប់ស្រូបទាញដែរអ្នកនរគ្នាគឺវាពិតទៅធ្វើឲ្យយើងមានអារម្មណ៍ថាសក់របស់យើងគឺប្លែកមែនចឹងបានអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមែនតាសក់ញ៉ាំលើដូចរៀងលេខស្អីជ្រុះហើយសក់ខ្ញុំរៀងដុសអីចឹងណាការពិតគឺមកពីអារម្មណ៍អ្នកទាំងអស់គ្នាទេការពិតទៅផលិតផលអាចនិយាយថាវាសុទ្ធតែជួយបានដូចគ្នាគ្រាន់តែវាជួយបានតិចតួចឬក៏ច្រើនអាស្រ័យទៅលើយើងខ្លួនឯងអញ្ចឹងណាតែគ្រាន់តែថាបើសិនជាយើងប្រើប្រាស់ផលិតផលហ្នឹងទៅក៏វាជួយជំរុញយើងបានច្រើនដែរឧទាហរណ៍ថាដូចយើងប្រើប្រាស់ផលិតផលហ្នឹងអញ្ចឹងទៅទីមួយដូចតកតងជាមួយនឹងសាប៊ូកក់សក់ឬក៏ spray បាញ់សក់អីចឹងទៅប្រើទៅគឺអ្នកទាំងអស់គ្នាមានអារម្មណ៍ថាស្រឡះក្បាលមានអារម្មណ៍ថាដូចកក់សក់ក៏អីចឹងទៅវាស្រឡះក្បាលហើយវាសម្អាតសក់របស់យើងបានស្អាតអត់មានព្រាមានអីគឺយើងស្រឡះហើយយើងមានអារម្មណ៍ល្អមែនតើអញ្ចឹងសរុបមកការប្រើប្រាស់ផលិតផលក៏វាជួយហើយតកតងជាមួយនឹងកត្តាខ្លួនឯងហ្នឹងក៏វាជាកត្តាមួយដែរអញ្ចឹងគឺវាសិតតែមានការគូផ្សំគ្នាមិនមែនសិតតែសែនអ្នកនឹងមិនប្រកាសថាសែនគ្រួសារគេនឹងមកសក់ក្រាស់គាត់នឹងសក់ក្រាស់ដែរទេគឺមិនទាំងអស់ទេហើយផលិតផលក៏មិនប្រកាសថាជួយអ្នកទាំងអស់គ្នាបាន 100% ដែរគឺវាជួយបានច្រើនឬទេអាស្រ័យទៅលើយើងខ្លួនឯងដូចគ្នាអញ្ចឹងសរុបមកគឺវាសិតតែមានការចូលរួមគ្នាទាំងសងខាងអញ្ចឹងបាទខ្ញុំ recommend អ្នកទាំងអស់គ្នាក្នុងវីដេអូខ្ញុំមួយគឺខ្ញុំប្រាប់តើតើជាមួយនឹង tip ច្រើនមែនតើអញ្ចឹងtip ហ្នឹងគឺសិតតែវាថាជាប្រើដូចថារូបមន្តធម្មជាតិទម្លាប់រស់នៅឬក៏ផលិតផលអីអញ្ចឹងទៅអញ្ចឹងគឺយើងត្រូវការគូផ្សំគ្នាទាំងអស់ទើបអាចជួយអ្នកទាំងអស់គ្នាមានសក់ស្អាតបានអីអញ្ចឹងទៅអញ្ចឹងខ្ញុំនិយាយហ្នឹងមិនមែនថាសក់របស់ខ្ញុំស្អាតអីទេតែគ្រាន់តែថាគឺជាការចែកម្លែកតាមអ្វីដែលខ្ញុំដឹងតាមអ្វីដែលខ្ញុំធ្លាប់ប្រើធ្លាប់អីអញ្ចឹងទៅអញ្ចឹងពេលអ្នកនរគ្នាជួយអនុវត្តមិនប្រកាសថាទទួលបានផលដូចខ្ញុំទេតែបើសិនជាអ្នកនរគ្នាព្យាយាមគឺអាចនឹងឃើញលទ្ធផលលើខ្ញុំទៀតក៏ថាបានដែរបើសិនជាអ្នកនរគ្នាចង់បានសក់ដែលដូរវែងលឿនសក់ក្រាស់ហើយសក់មានសុខភាពល្អហ្នឹងគឺសំខាន់បំផុតគឺថែទាំសុខភាពខ្លួនឯងទាំងផ្លូវកាយនិងផ្លូវចិត្តអញ្ចឹងពេលដែលផ្លូវកាយនិងផ្លូវចិត្តរបស់យើងគឺមានសុខភាពល្អគឺសម្រាប់របស់យើងនេះក៏វាស្អាតទៅតាមហ្នឹងវាស្រស់ស្រាយស្រស់ថ្លាហើយ
វាស្អាតទៅតាមនឹងអញ្ចឹងណាអញ្ចឹងបានគេឲ្យយើងកុំ stress ច្រើនកុំគិតច្រើនហើយញ៉ាំអាហារល្អៗច្រើនទៅញ៉ាំទឹកឲ្យច្រើនទៅអញ្ចឹងយើងនឹងឃើញខ្លួនឯងផ្លាស់ប្ដូរក្នុងរយៈពេលត្រឹមតែ1ខែទេបើសិនជាអ្នកនរគ្នាអត់ជឿគឺសាកប្ដូរទម្លាប់ហើយធ្វើតាមខ្ញុំទៅតែរយៈពេល1ខែអ្នកនរគ្នានឹងមានអារម្មណ៍ថាខ្លួនឯងប្លែកមែនតើអញ្ចឹងវីដេអូមួយនេះគឺអញនិយាយថាខ្ញុំអត់ដឹងថាត្រូវធ្វើ content អីខ្ញុំក៏នឹកឃើញរឿងហ្នឹងទៅក៏ខ្ញុំយកមកនិយាយទៅអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះគឺនឹងអាចជួយឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាចាប់ផ្ដើមមកគិតពីខ្លួនឯងវិញអញ្ចឹងណាចាប់ផ្ដើមគិតពីខ្លួនឯងចាប់ផ្ដើមមើលមកខ្លួនឯងដើម្បីថាអូមករយៈនេះយើងអត់បានគិតពីខ្លួនឯងអញ្ចឹងទៅដែលឥឡូវថាអង្គុយកាលទុកឬក៏អង្គុយគិតអីផ្សេងរឿងខ្ញុំទទួលស្គាល់ថាមនុស្សម្នាក់ៗគឺសិតតែមានរឿងតខ្លួនរឿងល្អខ្លះប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងព្យាយាមគិតវិជ្ជមានហើយសម្រាប់ចិត្តឲ្យបានច្រើនអញ្ចឹងវីដេអូមួយនេះគឺមានប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចចុច Subscribe YouTube របស់ខ្ញុំហើយទៅ Like Page របស់ខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ